ngàyនេះអាត្មាភាពនឹងរតនីនៅព្រះធម៌មួយកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងសង្កេលកសូត្រដែលជាប់តកតងនឹងតួនាទីរបស់ក្រហមគ្រាវាសអ្នកនៅគ្រប់គ្រងផ្ទះចឹងអាត្មាភាពនឹងសម្ដែងជាប់តកតងនឹងធម៌មួយកន្លែងដែលព្រះអង្គសម្ដែងជាប់តកតងនឹងតួនាទីរបស់មេត្តាបិតាញាតិញោមចឹងតួនាទីរបស់មេត្តាបិតាហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនឹងសង្កេលកៈកហបតីបុត្រញាតិញោមជាប់តកតងនឹងធម៌របស់គ្រាវាសអ្នកដែលនៅគ្រប់គ្រងផ្ទះហ្នឹងមានច្រើនមែនតើញាតិញោមនៅក្នុងព្រះសូត្រហ្នឹងចឹងអាត្មាភាពលើកអំពីតួនាទីរបស់លោកឪពុកអ្នកម្ដាយដែលត្រូវអនុគ្រោះកូនដោយសន្តាន5យ៉ាងញាតិញោមដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងសង្កេលកសូត្រញាតិញោមចឹងធម៌ដែលមេត្តាបិតានឹងត្រូវអនុគ្រោះបុត្រទី1គឺហាមកុលបុត្រឬក៏កូនរបស់ខ្លួនហ្នឹងកុំឲ្យធ្វើបាបញាតិញោមបាលីហ្នឹងថាបានិវារេមតិប្រែសេចក្តីមកខ្មែរវិញថាហាមឃាត់កូនចាកនៅអំពើបាបអំពើអាក្រក់អញ្ចឹងយើងជាឪពុកជាម្ដាយព្រះសម្មាសម្ពុទ្ធឲ្យយើងហាមកុលបុត្រហាមកូនរបស់យើងញាតិញោមមិនឲ្យប្រព្រឹត្តធ្វើនៅអំពើបាបទាំងឡាយទាំងពួងមានការលួចឆក់ប្លន់កេងប្រវ័ញ្ចកុហកភូតភរបោកបញ្ឆោតសម្រាប់សត្វប្រព្រឹត្តខុសក្នុងកាមអីទាំងអស់ហ្នឹងឈ្មោះថាបាបហ្នឹងញាតិញោមអំពើអាក្រក់ទាំងឡាយទាំងពួងអញ្ចឹងយើងជាមេត្តាជាបិតាហ្នឹងព្រះសម្មាសម្ពុទ្ធឲ្យយើងហាមញាតិញោមហាមកូនណាមិនឲ្យកូនហ្នឹងប្រព្រឹត្តធ្វើអំពើបាបទេញាតិញោមព្រោះថាអំពើបាបទាំងឡាយទាំងពួងហ្នឹងញាតិញោមបានជ្រាបហើយអាត្មាភាពបានពោលពីថ្ងៃម្សិលមិញថាអំពើបាបពេលណាដែលយើងធ្វើឈ្មោះតែយើងសន្សំនៅសេចក្តីទុក្ខឲ្យខ្លួនឯងហ្នឹងអញ្ចឹងបាបហ្នឹងពេលណាដែលយើងធ្វើហើយគឺអត់នាំសេចក្តីសុខអីមកឲ្យយើងទេហ្នឹងគឺនាំតែសេចក្តីទុក្ខមកតែម្យ៉ាងអញ្ចឹងបើយើងស្រឡាញ់កូនយើងត្រូវហាមញាតិញោមហាមកូនណាហាមកូនរបស់យើងហ្នឹងមិនឲ្យធ្វើបាបព្រោះយើងជ្រាបច្បាស់ថាបាបហ្នឹងពេលណាដែលយើងធ្វើហើយគឺនាំមកនៅសេចក្តីទុក្ខណាអញ្ចឹងយើងបញ្យលណែនាំកូនរបស់យើងវាចាកនៅអំពើបាបទាំងឡាយទាំងពួងកុំធ្វើបាបញាតិញោមពេលណាយើងមិនធ្វើបាបអត់មានសេចក្តីទុក្ខទេញាតិញោមពេលណាយើងសន្សំយើងកពូននៅសេចក្តីបាបហ្នឹងឈ្មោះថាយើងសន្សំនៅសេចក្តីទុក្ខដូចជាក្នុងពុទ្ធោវាទឱវាទអប់រំទូមានរបស់ព្រះសម្មាសម្ពុទ្ធនៅខាងដើមញាតិញោមឱវាទទាំង3របស់ព្រះអង្គឱវាទទី1ព្រះអង្គហាមញាតិញោមហាមពុទ្ធបរិស័ទសត្វលោកមិនឲ្យធ្វើបាបញាតិញោមសាពៈបាបសៈអកករណੰកិរិយាមិនធ្វើបាបទាំងឡាយទាំងពួងព្រះសម្មាសម្ពុទ្ធហាមញាតិញោមហាមបរិស័ទហាមកុលបុត្រក្នុងសាសនាហាមសត្វលោកយើងនឹងមិនឲ្យធ្វើបាបញាតិញោមបាណੰអករណੰសុខੰការដែលយើងមិនធ្វើបាបឈ្មោះតែយើងសន្សំសេចក្តីសុខអញ្ចឹងឱវាទរបស់ព្រះអង្គហាមញាតិញោមហាមមិនឲ្យយើងធ្វើបាប
យ៉ាងណាយើងជាមេត្តាបិតាហ្នឹងក៏មានតួនាទីមួយដែរញាតិញោមហាមកុលបុត្រមិនឲ្យធ្វើនៅអំពើបាបញាតិញោមបានិវារេន្តិណាហាមកូនរបស់យើងចាកអំពើបាបណាបាបហ្នឹងគឺជាធម៌មិនល្អញាតិញោមណាធម៌ដែលគួរស្អប់ខ្ពើមណាមិនគួរប្រព្រឹត្តមិនគួរធ្វើទៅទេអំពើបាបហ្នឹងណាអញ្ចឹងតួនាទីណារបស់លោកឪពុកអ្នកម្ដាយទី2ព្រះអង្គសម្ដែងថាកល្យាណេនិវាសេនតិណាឲ្យកូនរបស់ខ្លួនហ្នឹងតាំងនៅក្នុងសេចក្តីល្អណាយើងហាមកូនមិនឲ្យធ្វើបាបហើយដឹកនាំកូនឲ្យធ្វើសេចក្តីល្អញាតិញោមណាយើងជាឪពុកជាម្ដាយត្រូវណាដឹកនាំកូនឲ្យចេះធ្វើសេចក្តីល្អឲ្យតាំងនៅក្នុងសេចក្តីល្អតាំងនៅក្នុងកុសលធម៌ណាដឹកនាំកូនឲ្យទានណាដឹកនាំកូនឲ្យរៀនរក្សាសិលដឹកនាំកូនណាធ្វើសេចក្តីល្អណាទាំងអស់ហ្នឹងគឺជាតួនាទីរបស់លោកឪពុកអ្នកម្ដាយដែលល្អគឺដឹកនាំកូនអញ្ចឹងណាញាតិញោមណាតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសម្ដែងប្រាប់ដល់យើងណាអញ្ចឹងយើងជាឪពុកជាម្ដាយហ្នឹងណាមានតួនាទីដឹកនាំកូនធ្វើសេចក្តីល្អណាកល្យាណេនិវាសេនតិណាដឹកនាំកូនធ្វើសេចក្តីល្អណាដឹកនាំកូនឲ្យតាំងនៅក្នុងសេចក្តីល្អណាឲ្យកូនរៀនឲ្យទានញាតិញោមណាដឹកនាំកូនឲ្យរក្សាសិល5ញាតិញោមឲ្យកូនមានសិលនឹងជាតួនាទីយើងជាឪពុកជាម្ដាយញាតិញោមបើយើងស្រឡាញ់កូនដោយធម៌ហ្នឹងគឺអញ្ចឹងណាញាតិញោមដឹកនាំកូនឲ្យធ្វើសេចក្តីល្អណាបញ្យលណែនាំប្រាប់អំពីផលប្រយោជន៍របស់សេចក្តីល្អថាកូនអើយការធ្វើសេចក្តីល្អនាំមកនៅសេចក្តីសុខការធ្វើសេចក្តីល្អជាការជួយសង្គ្រោះអ្នកដទៃក៏គេប្រាថ្នាសុខយើងក៏ប្រាថ្នាសុខអញ្ចឹងកូនក៏បីធ្វើសេចក្តីល្អណាហ្នឹងគឺជាតួនាទីយើងណាញាតិញោមជាឪពុកជាម្ដាយហ្នឹងដឹកនាំអញ្ចឹងណាឲ្យកូនហ្នឹងធ្វើសេចក្តីល្អណាឲ្យកូនតាំងនៅក្នុងសេចក្តីល្អណាហ្នឹងយើងជាឪពុកជាម្ដាយគេត្រូវធ្វើអញ្ចឹងញាតិញោមត្រូវដឹកនាំកូនឲ្យមានសេចក្តីល្អក្នុងខ្លួនណាតួនាទីទី3ណាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាឪពុកម្ដាយហ្នឹងត្រូវឲ្យកូនបានរៀនណាសិក្សារៀនសូត្រញាតិញោមសបាំងសិក្ខាបេនតិណាយើងជាឪពុកជាម្ដាយហ្នឹងត្រូវឲ្យកូនបានសិក្សារៀនសូត្រណាមិនមែនថាចិញ្ចឹមកូនឲ្យតែរស់ទៅកូនល្ងងខ្លៅកូនមិនចេះមិនដឹងអីក៏បណ្ដោយទៅតាមនឹងទៅគឺអត់ទេញាតិញោមការចិញ្ចឹមកូនហ្នឹងមិនមែនចិញ្ចឹមឲ្យតែរស់រៀនមានជីវិតតែមួយមុខទេញាតិញោមត្រូវផ្ដល់ចំណេះចេះដឹងឲ្យដល់កូនផងណាយើងជាឪពុកជាម្ដាយគេគឺអញ្ចឹងណាញាតិញោមមិនស្រួលទេណាបើយើងចិញ្ចឹមកូនមិនប្រកបដោយធម៌កូនរបស់យើងក៏មិនល្អញាតិញោមអញ្ចឹងយើងត្រូវសិក្សាធម៌របស់ព្រះរាមាព្រះភិក្ខយើងយកណាធម៌ទាំងអស់ហ្នឹងយកទៅប្រព្រឹត្តប្រតិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃនេះណាយកទៅអប់រំយកទៅទូមានកូនរបស់យើងទៅណារមែងបានសេចក្តីសុខហើយញាតិញោមអញ្ចឹងតួនាទីទី3ហ្នឹងព្រះអង្គឲ្យយើងជាឪពុកជាម្ដាយអនុគ្រោះកូនណាត្រូវឲ្យកូនហ្នឹងបានសិក្សារៀនសូត្រផងណាពេលណាយើងឲ្យកូនចេះឲ្យកូនដឹងណាកូនរបស់យើងរមែងបានជាទីពឹងសម្រាប់យើងទៅថ្ងៃខាងមុខញាតិញោមប៉ុន្តែបើញាតិញោមចិញ្ចឹមកូនហើយមិនឲ្យកូនរៀនមិនឲ្យកូនសិក្សារៀនសូត្រអីទៅទេណាដូចជាញាតិញោមធ្វើបាបកូនខ្លួនឯងធ្វើបាបខ្លួនឯងចឹងឯងញាតិញោម
nè côn là ngất côn là ngúng chia sẻ trời rồi bỏ lục ở bụng nè mà đài nè chẳng chân châm côn hỡi trời ở côn bán sắc xa riêng sốt phòng nhận nhộng nè đó là các ở côn bán sắc xa riêng sốt kẹp vô chùm này chạy đằng phòng nè chùm nát chùm niên nhận nhộng nè ở côn miên chùm niên ở côn miên chùm nát nòng càประกอบកិច្ចការងារចិញ្ចឹមជីវិតnè កុំឲ្យចិញ្ចឹមកូនហើយកូនធំឡើងល្ងឹតល្ងងមិនស្គាល់ខុសមិនស្គាល់ត្រូវមិនស្គាល់ឪពុកមិនស្គាល់ម្ដាយហ្នឹងជាកំហុសអ្នកណាញាតិញោមជាកំហុសយើងជាឪពុកជាម្ដាយបើយើងមិនបានផ្ដល់ឱកាសឲ្យគាត់ទៅរៀនហ្នឹងអញ្ចឹងយើងជាឪពុកជាម្ដាយយើងត្រូវផ្ដល់ញាតិញោមផ្ដល់ឱកាសឲ្យកូនបានសិក្សារៀនសូត្រផងណាជាតួនាទីជាកាតព្វកិច្ចជាការអនុគ្រោះដល់កូនរបស់យើងឲ្យកូនរបស់យើងមានចំណេះចេះដឹងណាហើយតួនាទីទី4ណាព្រះសម្មាសម្ពុទ្ធបានសម្ដែងថាឪពុកម្ដាយនឹងត្រូវអនុគ្រោះកុលបុត្ររបស់ខ្លួនឯងដោយការរៀបចំណារៀបចំឲ្យកូនរបស់ខ្លួននឹងមានភរិយាស្វាមីណាឲ្យបានត្រឹមត្រូវណាបដិរូបេនៈទារេនៈសញ្ញោចេនតិណាយើងជាឪពុកជាម្ដាយហ្នឹងត្រូវរៀបចំញាតិញោមឲ្យកូនហ្នឹងមានគូស្រករភរិយាស្វាមីត្រឹមត្រូវតាមត្រកូលពូជពង្សមានន័យថាបើយើងមានត្រកូលហ្នឹងក្រញាតិញោមណាក៏យើងរៀបចំឲ្យកូនរបស់យើងហ្នឹងសមទៅតាមត្រកូលហ្នឹងទៅណាឲ្យសមគួរញាតិញោមពាក្យថាសមគួរណាពាក្យសមគួរហ្នឹងមានន័យថាខ្លួនយើងជាឪពុកជាម្ដាយហ្នឹងមានត្រកូលទាបទេហើយទៅណារៀបចំឲ្យកូនហ្នឹងមានត្រកូលខ្ពង់ខ្ពស់ណាបានទៅខាងត្រកូលខ្ពង់ខ្ពស់ហ្នឹងក៏មិនអាចទៅរួចដែរញាតិញោមណាអញ្ចឹងយើងជាឪពុកជាម្ដាយហ្នឹងឲ្យរៀបចំឲ្យសមរម្យណាសមរម្យតាមឋានៈតាមទូនាទីអីចឹងទៅណាសមល្មមញាតិញោមសមល្មមអញ្ចឹងយើងជាឪពុកជាម្ដាយណាត្រូវញាតិញោមត្រូវរៀបចំណាកូនរបស់យើងនេះពេលធំឡើងពេញវ័យមានចំណេះចេះដឹងអាចប្រកបកិច្ចការងារចិញ្ចឹមជីវិតបានហើយយើងត្រូវឲ្យកូនមានគូស្រករភរិយាស្វាមីណាហ្នឹងគឺជាតួនាទីរបស់ពុកម្ដាយត្រូវរៀបចំហ្នឹងណាអញ្ចឹងធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺមិនមែនសម្រាប់តែអ្នកបួសទេណាញាតិញោមក៏លេខមកមើលធម៌ចំណុចទាំងអស់ហ្នឹងដែលអាត្មាភាពបានលើកឡើងមកគឺធម៌សម្រាប់ញាតិញោមពុទ្ធបរិស័ទហ្នឹងដែលជាអ្នកនៅគ្រប់គ្រងផ្ទះណាធម៌របស់ព្រះអង្គមិនមែនសម្រាប់តែអ្នកចេញបួសចោលផ្ទះចោលសម្បែងឯណាញាតិញោមធម៌របស់ព្រះអង្គមានគ្រប់សពបែបយ៉ាងសូម្បីតែញាតិញោមនៅជាអ្នកគ្រប់គ្រងផ្ទះនឹងក៏ដោយក៏អាចយកធម៌របស់ព្រះសម្មាសម្ពុទ្ធយកមកប្រព្រឹត្តប្រតិបត្តិក៏បាននៅសេចក្តីសុខដែរអញ្ចឹងណាញាតិញោមហ្នឹងអញ្ចឹងយើងជាឪពុកជាម្ដាយហ្នឹងក៏គប្បីណាយកធម៌ទាំងអស់ហ្នឹងយកមកអនុគ្រោះដល់កូនយើងដើម្បីជាការសម្រួលឲ្យកូនរបស់យើងនឹងបានសេចក្តីសុខសេចក្តីចម្រើនទៅតាមនឹងអញ្ចឹងតួនាទីទី4ជាឪពុកជាម្ដាយយើងត្រូវរៀបចំគូស្រករឲ្យកូនរៀបចំឲ្យកូនមានគូស្រករហើយតួនាទីទី5ព្រះសម្មាសម្ពុទ្ធបានសម្ដែងថាឪពុកម្ដាយត្រូវចាយទ្រព្យញាតិញោមចាយទ្រព្យឲ្យកូនទៅតាមសម័យការសមគួរសមយេទាយច្ចាំងនៃយាតេនតេណាចាយទ្រព្យញាតិញោមណាយើងជាឪពុកជាម្ដាយយើងត្រូវមានទ្រព្យចាយឲ្យកូនណាញាតិញោមណាចាយនៅក្នុងសម័យការសមគួរនិច្ចសម័យមួយកាលសម័យមួយណានិច្ចសម័យគឺចែករៀងរាល់ថ្ងៃណាឲ្យបាយឲ្យទឹកឲ្យចំណីអាហារហូបចុកសម្លៀកបំពាក់ហ្នឹងឈ្មោះថានិច្ចសម័យណាដល់ពេលកាលសម័យពេលដែលកូនមានគ្រួសារហើយ
ពេលដែលកូនមានគ្រួសារហើយហ្នឹងណាយើងជាពុកជាម្ដាយត្រូវចាយទ្រព្យមួយទៀតណាញាតិញោមណាដីស្រែចម្ការណាផ្ទះសម្បែងអីក៏អាចចែកបានក៏ចែកទៅហ្នឹងគឺជាតួនាទីដែលយើងអនុគ្រោះដល់កូនរបស់យើងញាតិញោមណាអញ្ចឹងភាពជាពុកជាម្ដាយហ្នឹងយើងត្រូវមានធម៌អនុគ្រោះដល់បុត្រយើងណាញាតិញោមណាយើងបង្កើតកូនមកហើយមិនមែនបោះបង់កូនចោលរត់រាយចង់ទៅណាក៏ទៅមិនមើលការខុសត្រូវអាហ្នឹងមិនមែនជាពុកជាម្ដាយដែលល្អទេអញ្ចឹងឪពុកម្ដាយដែលល្អគឺជាឪពុកម្ដាយដែលប្រកបដោយធម៌ណាមានធម៌អនុគ្រោះដល់កុលបុត្ររបស់យើងណាមាននៅព្រហ្មវិហារធម៌អញ្ចឹងភាពជាឪពុកជាម្ដាយហ្នឹងត្រូវមានព្រហ្មវិហារធម៌ចំពោះកូនខ្លួនឯងញាតិញោមណាសម័យបច្ចុប្បន្នឪពុកម្ដាយខ្លះណាមួយភាគតូចទេញាតិញោមណាខ្វះនៅព្រហ្មវិហារធម៌ចំពោះកូនខ្លួនឯងហ្នឹងប្រព្រឹត្តខុសចំពោះកូនណាប្រព្រឹត្តអីទៅញោមឪពុកហ្នឹងក៏ប្រព្រឹត្តខុសទៅលើកូនស្រីខ្លួនឯងអញ្ចឹងទៅណាប្រព្រឹត្តរឿងមិនសមបីបាហ្នឹងអញ្ចឹងរឿងទាំងអស់ហ្នឹងមិនគួរញាតិញោមមិនគួរធ្វើទេយើងជាឪពុកជាម្ដាយហ្នឹងក៏បីចម្រើននៅណាព្រហ្មវិហារធម៌ចំពោះកូនណាមានមេត្តាករុណាមុទិតាឧបេក្ខាចំពោះកូនខ្លួនឯងណាអញ្ចឹងភាពជាឪពុកជាម្ដាយហ្នឹងត្រូវមានព្រហ្មវិហារធម៌ត្រូវមានធម៌អនុគ្រោះចំពោះកូនខ្លួនឯងអញ្ចឹងសរុបសេចក្តីមកថ្ងៃនេះអាត្មាភាពបានពោលព្រះធម៌ជាប់តេតងនឹងតួនាទីរបស់លោកឪពុកអ្នកម្ដាយ5យ៉ាងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងនៅក្នុងសង្កេលកៈសូត្រណាដែលប្រពសង្កេលកៈកហបតីបុត្រ